So today បងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាសាយជាថ្ងៃជាមួយកម្មវិធីជួបផ្ទាល់នេះពេញថ្ងៃនេះដែរ admin មានរឿងយកមកចែកជូនបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់កំសាន្តទៀតដែរបាទហើយរឿងសម្រាប់ថ្ងៃនេះមានចំណងជើងថាសន្តាគារលើកោះបាទសម្រាប់រឿងនេះ admin បានមកពីបងនុតក្រុមរបស់ការងារនិងពុកម៉ាក់របស់បងនុតពួកគាត់ពិតជាចូលចិត្តនាំគ្នាដើរលេងរៀងរាល់ចុងសប្តាហ៍ហើយថ្ងៃបុណ្យទានឈប់សម្រាកអីហ្នឹងដឹងតែបបួលគ្នាទៅហើយបងនុតគាត់បាននិយាយមកកាន់ admin ថាគ្នាគាត់មួយក្រុមហ្នឹងមិនថាទៅបក់តង់ទៅកាន់ទីតាំងឆ្ងាយឡើងភ្លុំចូលខេត្តឬទៅសមុទ្រដេកលើកោះទេគ្នាបងនុតគឺថាចូលចិត្តមែនតែនបាទអែមណាស់មានគ្នាមួយក្រុមបានទៅសាកថ្មជីវិតជាមួយគ្នាជារៀងរាល់ខែល្អមែនតែនមិត្តភាពល្អស្គាល់ចិត្តគ្នាទោះនៅយូរយ៉ាងណាក៏មិនធុញដែរហើយទោះបីជាដើរជាមួយគ្នាពេញមួយជីវិតក៏តែឆាប់ដែរនេះឲ្យមិត្តភាពល្អដឹងស្គាល់ចិត្តគ្នាបងនុតបាននិយាយមកកាន់ admin ថានៅថ្ងៃមួយដែលក្រុមរបស់បងនុតបាននាំគ្នាគិតថាចង់ទៅសាកថ្មជីវិតនៅលើកោះម្ដងពួកគាត់ថាចង់ទៅលេងកម្សាន្តនៅលើកោះ2យប់3ថ្ងៃអីចឹងណាបងប្អូនទៅបែបជាក្រុមពួកម៉ាគាត់ដឹងថាសប្បាយឯងប្រុសផងស្រីផងសុទ្ធតែនៅលីវទាំងអស់ពេញលេងហើយទៅដោយគ្មានទិសដៃទិសជើងនេះបងនុតបាននិយាយមកកាន់ admin បងនុតបានបន្តទៀតថាដំណើរកម្សាន្តលើកោះនោះក៏គ្រប់គ្នាថាអូខេហើយអាចទៅបានពេលដែលបានដំណឹងថាគ្រប់គ្នាគេយល់ព្រមហើយបងនុតគាត់ក៏រកមើលកោះណាដែលមានសន្តាគារស្អាតហើយមានកន្លែងអង្គុយជុំគ្នាមើលព្រះច័ន្ទអាំងសាច់ស្ទុយតារីអញ្ចឹងណាបងប្អូនរកបានដូចចិត្តហើយបងនុតគាត់ក៏ទេទៅកក់សន្តាគារទុកដោយយក3បន្ទប់សម្រាប់ស្រីមើលបន្ទប់និងប្រក់ពីបន្ទប់ដល់ថ្ងៃត្រីចេញដំណើរហើយពួកម៉ាក់បងនុតក៏មានរឿងកាត់ឡើងនៅផ្ទះបន្តិចក៏ធ្វើឲ្យដំណើរកំសាន្តត្រូវដូរម៉ោងចេញវិញភ្លាមនោះតែម្ដងដូរម៉ោងចេញដំណើរបាន4ម៉ោងកន្លះពួកម៉ាក់បងនុតក៏នាំគ្នាចេញដំណើរទៅទីតាំងកក់នោះផងដែរដោយសារតែខកជើងបន្តិចទៅដល់កោះអាចនឹងខកម៉ោងបងនុតក៏ទេទៅកាន់ម្ចាស់សន្តាគារថាខាងបងនុតអាចនឹងទៅដល់ទីនោះយប់បន្តិចហើយខាងគេក៏យកព្រមសំណាររបស់បងនុតថាបើយើងមិនទេប្រាប់គេទេខាងគេអាចនឹងយកបន្ទប់ដែលយើងបានកក់ឲ្យអ្នកផ្សេងបាត់បើលឺម៉ោងដែលបានប្រាប់បងនុតបាននិយាយទៀតថាពេលដែលទៅជិតដល់កោះនោះគិតថាទៅដល់ម៉ោង 7 យប់ហើយតែមានណាបងប្អូនអ្វីដែលធ្វើឲ្យបងនុតអោសប្បាយចិត្តនោះគឺឡានដែលពួកបងនុតបានជួលទៅដើរលេងបំសានោះត្រូវបែកកង់នៅពាក់កណ្ដាលផ្លូវម្នាក់នាំកញ្ញាចុះមករោគជាងនៅចិត្តនោះតែផ្លូវហ្នឹងអត់មានអ្នកភូមិទេមានម៉ូតូជិះមកមួយតែមិនអីទេដោយសារតែឡានគេមានកង់សកូហើយដាក់ជិះទៅបានចាំស្អែកពួកដែលគងឡានគាត់ចេះអាសារ៉េខ្លួនគាត់ឲ្យពេលដែលកំពុងតែដោះកង់បងនុតគាត់កំពុងតែដើររកកន្លែងណាមួយដើម្បីសេវាដើម្បីនិយាយទូរស័ព្ទបងនុតគាត់បានទេទៅកាន់សន្តាគារថាចិត្តដល់ហើយគ្រាន់តែឡានបែកជើងកង់ពាក់កណ្ដាលផ្លូវបងប្អូនដឹងអត់ទេថាពេលដែលគាត់កំពុងនិយាយទូរស័ព្ទជាមួយខាងសន្តាគារដឹងបងនុតជួបអីអត់បងនុតគាត់ជួបស្រីស្អាតជិះម៉ូតូមកហើយបងនុតក៏ងាកទៅឲ្យនិយាយក្នុងចិត្តថាចុំស្អាតម៉េះស្អាតចឹងជិះម៉ូតូម្នាក់ឯងយប់ចឹងអត់ខ្លាចទេបងនុតគាត់ក៏មិនមើលយូរទេព្រោះបញ្ញាប់ដើរទៅប្រាប់គ្នាគាត់វិញថាបានទេទៅប្រាប់ខាងសន្តាគាររួចហើយពេលទៅដល់បងនុតក៏បាននិយាយប្រាប់គ្នាគាត់បន្តមកទៀតបងនុតក៏សួរគ្នាគាត់ហើយពួកម៉ាក់បងនុតម្នាក់នោះឈ្មោះថាបងបាត់បងនុតបាននិយាយថាណែអាបាត់មានឃើញស្រីស្អាតជិះម៉ូតូកាត់នឹងមិនអត់ហាបងបាត់ក៏បានតបមកកាន់បងនុតវិញថាអត់ទេរកតែអ្នកលុកពុំមន់អាំងម្នាក់ជីកាត់ក៏គ្មានថងរកស្រីស្អាតណាជីកាត់នឹងបងនុតក៏មិនតបឈោបាន5 ទៅ 10 នាទីពួកដាក់គងឡានក៏និយាយថាតោះឥឡូវឡើងឡាននេះពួកដោះដូរកង់រួចហើយពេលឡើងទៅលើឡានបងនុតក៏សួរគ្នាគាត់ម្នាក់ទៀតដែលពួកម៉ាគាត់ម្នាក់នោះឈ្មោះថាបងវត្តបងនុតក៏សួរថាណែមានឃើញស្រីស្អាតជីកាត់នឹងអត់ទេពេលកំពុងដូរកង់ឡានបងវត្តគាត់ឆ្លើយថាទេគ្មានទេមានអ្នកណាជីកាត់ទេផ្លូវស្ងាត់សឹងអីហ្នឹងបងនុតក៏បានស្ដាប់បងវត្តនិយាយមិនទាន់ចប់ផងបងនុតក៏មើលទៅកញ្ចក់ឡានបងនុតក៏ឃើញអ្នករីម្នាក់នោះជិះម៉ូតូពីក្រោយឡានបងនុតក៏និយាយថានោះមកវិញហើយតាតាមពិតជិះពីក្រោយឡានសោះបងនុតមើលសុកក៏បាត់គាត់ថាម៉ូតូនោះបត់មកជិះក្រោយគូតឡានមួយសន្ទុះក៏លឺសូផាំងវាហាក់ដូចជាមានអីជិះមកបុកគូតឡាននេះចឹងបងពុនពួកម៉ាគាត់គ្រប់គ្នានិងពួកតាគងឡានក៏បានលឿនដូចគ្នាអញ្ចឹងក៏នាំគ្នាឈប់ឡានហើយចុះទៅមើលពេលចុះទៅបងពុនដឹងម៉េចអប់គឺថាគ្មានមនុស្សឬសត្វសូម្បីតែគូតឡានពីខាងក្រៅនេះនៅស្អាតចេះគ្មានគូតឬបែកអីទាំងអស់ឃើញដូចនោះហើយម្នាក់ក៏នាំគ្នាឡើងទៅលើឡានវិញព្រោះប្រញាប់យប់ហើយផ្លូវនេះស្ងាត់ផងបើមិនតាមផ្លូវមិនគុណទៅហើយរំលងបានកន្លះម៉ោងក្រុមបងនុតក៏បានមកដល់លើកោះ
ให้ก็น้อมគ្នាចុះពីឡានយកអីវ៉ាន់ដើរចូលទៅក្នុងសន្តាគារដើម្បីយកសោបន្ទប់រៀងខ្លួនពេលចូលទៅដល់បន្ទប់ម្នាក់ៗក៏នាំគ្នាងូតទឹកដើម្បីមកបាយជុំគ្នាខាងសន្តាគារគេបានរៀបចំជូនសម្រាប់អាហារពេលល្ងាចពេលបាយជុំគ្នាជិតរួចហើយបាទបងប្អូនពេលនោះដែរបងនុតក៏ដើរបន្ទប់ទឹកពេលចូលបន្ទប់ទឹករួចហើយគាត់ក៏ឃើញនារីដែលគាត់បានជួបតាមផ្លូវនោះកំពុងឈោផឹកទឹកនៅអាកន្លែងអាងទឹកបងនុតថាចុំគេគ្រប់គ្នាកំពុងបាយមិនក៏ក្រាស់ឯងទៅនៅអាងទឹកតែម្នាក់ឯងចឹងអាសេតណាបងនុតក៏បន្តទៅកន្លែងបាយនឹងពុកម៉ាក់របស់គាត់វិញបាយទឹករួចហើយក៏ញោមគ្នាទៅបន្ទប់ហើយប្រជុំបន្តិចថាស្អែកទ្រីធានីខ្លះគួរចាយលុយយ៉ាងម៉េចខ្លះបន្ទាប់ពីប្រជុំចប់រួចហើយក៏នាំគ្នាទៅក្រៅដើម្បីដើរលេងបន្តអ្នកខ្លះក៏ទៅអង្គុយកន្លែងអាងទឹកគ្រប់គ្នានាំគ្នាចេញទៅបងនុតក៏ថានៅក្នុងបន្ទប់បន្តិចសិនគិតលុយសិនណាពេលគិតលុយរួចបងនុតគាត់ក៏ចូលបន្ទប់ទឹកបត់ជើងតូចពេលដែលកំពុងតែបត់ជើងតូចនោះក៏មានសំឡេងគោះទ្វារបន្ទប់ទឹកបងនុតឮដល់នោះគាត់ក៏និយាយទៅកាន់អ្នកនៅខាងក្រៅនោះថាចប់តិចចេញទៅលៃហើយដើរលេងមុនទៅពេលរួចហើយបងនុតក៏ចេញមកបងនុតខំរកមើលដែរនៅក្នុងបន្ទប់អត់ឃើញមានគ្នាគាត់ណាម្នាក់ផងបងនុតក៏មិនចាំយូរក៏ដើរទៅរកគ្នារបស់គាត់ពេលបងនុតទៅដល់កន្លែងដែលគ្នាគាត់ជុំគ្នាបងនុតគាត់ថាគ្នាគាត់នៅនេះទាំងអស់គ្នាតើចុះអ្នកណាចូលមកកនបន្ទប់គក់ទ្វារអញបងនុតក៏ឆាតចូលក្រុមបងនុតថាគ្នាយើងអ្នកណាគក់ទ្វារបន្ទប់ទឹកខ្លងគ្រប់គ្នាក៏ឆ្លើយថាទេអត់មានទេបងនុតក៏និយាយថាណែកុំលេងសើចណាមកដើរលេងច្រន់ថ្ងៃផងគ្រប់គ្នាក៏នាំគ្នាឆ្លើយដូចមុនអញ្ចឹងគឺថាគ្មានទេអត់មានអ្នកណាគក់ទ្វារទេគឺម្នាក់ដើរចេញមកព្រមគ្នាតែម្ដងនិយាយគ្នារួចហើយក៏នាំគ្នា3នាក់ទៅបន្ទប់របស់បងនុតថាតើមានបាត់អីដែរឬក៏អត់ពេលទៅមើលរួចហើយគឺថាគ្មានបាត់អីទេពួកគាត់ទាំង3ព្រមទាំងបងនុតក៏ដើរមកវិញពេលកំពុងតែដើរនោះបងនុតក៏ងើយទៅខាងលើជាន់ទី4នៃសន្តាគារបងនុតក៏បានឃើញនារីស្រីស្អាតម្នាក់នោះឈរពាក់រ៉ូបសមួយឈុតបងនុតក៏មើលបណ្ដាលូដើរផុតហើយគាត់ក៏ទៅផឹករាំលេងសប្បាយជុំគ្នារបស់គាត់ទៅរួចលេងបានសប្បាយរៀងយប់ជ្រៅហើយដែរក៏នាំគ្នាទៅបន្ទប់វិញមកពីហត់ហើយម្នាក់ក៏ងូតទឹកហើយចូលដេកទាំងអស់គ្នាលក់ដល់ម៉ោង3ជាងបងនុតក៏ដឹងខ្លួនគាត់ក៏ក្រោកទៅបន្ទប់ទឹកពេលកំពុងតែបត់ជើងតោកនោះបងនុតក៏លឺសំឡេងគក់ទ្វារបន្ទប់ម្ដងលើកនេះបងនុតក៏ចេញទៅមុនចេញទៅគាត់បានមើលតាមប្រឡក់ទ្វារដែលមានរង្វង់មូលតូចដែរគាត់ថាអត់មានអ្នកណាទេគាត់ក៏បើកទ្វារតែម្ដងទៅពេលបឹងទ្វារទៅគឺថាស្ងាត់តែម្ដងរកមនុស្សម្នាក់គ្មានបងនុតក៏មកដេកវិញចូលមកដល់ព្រឹកឡើងម្នាក់ក៏នាំគ្នាចុកមកបាយព្រឹកនៅពេលដែលបាយជុំគ្នានោះខាងពួកម៉ែបងនុតស្រីក៏នាំគ្នានិយាយថាមានគេមកគក់ទ្វារពេលម៉ោង3ជាងតែពេលចេញទៅអត់មានឃើញអ្នកណាផងបងនុតក៏តបវិញថាជុំឯងក៏ជើងដែរពេលងើបទៅបត់ជើងទៅឬគេគក់ទ្វារបន្ទប់ដែរហើយក៏ចេញទៅមើលក៏គ្មានមនុស្សណាម្នាក់ហើយពេលហ្នឹងងុយដេកដែរក៏មិនគិតអីច្រើនក៏ដេកវិញទៅខាងពួកម៉ាក់បងនុតស្រីក៏និយាយបន្តទៀតយប់មិញចង់ទេមកខាងប្រុសដែរតែគិតថាមិនអីក៏បឹកទ្វារហើយដេកវិញទៅបងប្អូនមានដឹងអត់ពួកគាត់កំពុងតែនិយាយគ្នាពេលហូបអីក៏មានជនជាតិបរទេសដើរកាត់ពួកគាត់ហើយគេនិយាយជាមួយគ្នាគេថាកាលពីយប់មិញមានមនុស្សមកគោះទ្វារបន្ទប់របស់ពួកគាត់តែពេលចេញទៅមើលអត់មានមនុស្សអីម្នាក់ឮដូចនោះហើយគ្នាបងនុតទាំងអស់ក៏ភ្ញាក់បែបព្រឺរោមតែម្ដងដោយសារតែមកដើរលេងហើយណាមួយវាពេលព្រឹកទៀតម្នាក់ក៏មិនគិតវែងឆ្ងាយក៏នាំគ្នាទៅដើរលេងដោយផែនការទី1នោះជិះទូកស្ទូចត្រីហើយដុតត្រីលើកោះពេលស្ទូចបាំងហើយក៏ដល់ពេលចោះទូកម្នាក់ក៏យកត្រីទៅដុតហូបជុំគ្នាពេលដែលហូបសបាយជុំគ្នាពួកម៉ាក់ស្រីរបស់បងនុតក៏នាំគ្នាទៅបត់ជើងតូចចិត្តកំប្រៃពេលអង្គុយសុកក៏លឺសំឡេងគ្នាគាត់ស្រ័យហើយរត់មកវិញទាំងពីរនាក់មកដល់ប្រោកនាំគ្នាសួរហើយអ្នកខ្លះក៏កាន់ដំបងនិងដំថ្មសួរថាក្រាត់អីដែរពួកម៉ាក់ស្រីរបស់បងនុតក៏ឆ្លើយមកវិញថាពេលបត់ជើងតូចនោះមានគេគិះខ្នងគាត់តែពេលងាកមកអត់មើលឃើញអ្នកណាសោះគិតថាខ្មោចក៏នាំគ្នាស្រែកហើយរត់មកទៅឮដោយនោះហើយពួកគាត់ក៏មិនចាំយូរទេក៏នាំគ្នាចេញទូកទៅកន្លែងទី2វិញពេលជិះទូកផុតពីកន្លែងដុតត្រីហូបនោះបានរៀងឆ្ងាយហើយពួកម៉ាក់ខាងស្រីរបស់បងនុតថានោះវាពាក់រ៉ូបសមួយឈុតបកដៃហៅយងគ្រប់គ្នាក៏ងាកទៅកាន់ទីតាំងដុតត្រីនោះបងប្អូនមានដឹងទេគឺថាម្នាក់មិនបានឃើញសូម្បីតែម្នាក់គ្រប់គ្នាក៏និយាយថាទេអត់មានឃើញទេហើយភ័យពេកនឹងកុំខ្លាចអីចាំពួកឯងការពារមានពួកឯងហើយកុំភ័យពួកបងនុតក៏មិនបានសួរមកចាត់ទុកពីរឿងរ៉ាវដើមហេតុមុនពួកគាត់មកលេងកក់នឹងដែរតែបងនុតដឹងក្នុងចិត្តហើយ
กอดท่านิรีสไรสะอาดได้กอดบ้านเคยตั้งปีไงมุนหมอกดองสันทาเกียคือเปียกโรบซอมูชุดกอดเคยเจริญจึงเกยจึงบ่งนุดกอดซองไซทามแรกนู่คือเจอขโมยแต้มดองเปนี่ก็บ้านหมอกดอลกำไลเลงกลมซานตีปีในขางจึงก็ในสันทาเกียเลือก่อหนูจุ่มขเนียเลงสบายเพล็กครวนให้อ้อจัดจ้องก็ตลอดเตอสันทาเกียวิ่งจีตุดอสันทาเกียคือเมฆเลียงงงเงดหายมันแนมันน่าก่อนนอมขเนียเตอบันตบดำใบงูตึกหนักคลาก่อเด็กเลียงตุลทรัพย์หนักคลาก่องูตึกโจหมอดอลเปลมองปรำไปดอมองบายขเนียบ่งนดคลาก่องูตึกให้ก่อเจนมอขังไกลคลาเนื้อซอขเนียกอดมันน่ะสมเจนมอกรอยเก้บองพดังอดพวกมาระบบบ่งนดได้เจนมอกรอยเกนิ่งกอดบานยีกำปงแต่งูตึกเปลเรียบหนึ่งเสลียกเปียกข้าวอ้าวกอดบานลือสำเร็งเกเบิกบังอวดกอดก็ประยับเจนหมอกมือให้กอดก็เบิกแหวงโนนมือละคือทาบังอวดโนเบิดธรรมดาให้พวกมาระบบกอดมันเนี่ยนี่คือชั่วโมงทาบังนดขณีระบบกอดมือกรมนี่มินชั่วโมงโดยขณีปีเนี่ยเตียงบังนดให้หนึ่งพวกมากอดคือมินชั่วโมงโดยขณีบังนดก็มันจำยู่กอดเจนเตอร์บายเตอร์กอดมันจองนิเยชรานคลายกรบขณีคลายบานตรำแต่ชาติแต่การปรขณีเองนามุ้ยก็กอดมันดังจะบาได้ทาจิขโมยหรือมนุษย์ลัวเจ้าบองนุดก้อนนิเยบรรทอตีทานลัวเจ้าอย่างไม่บานเนยจวนตีปรำใบให้หนึ่งมันตุบเนยชงายปีขณีนะบองอูดมวยบรรทอปีใบรุ่ยให้ครบขณีก่อมขนมมันตุบนิเยจุ่มขณีสแอกเตยชบตีหน้าใบทั้งไงให้ก็จุ่มขณีมือตัวเนี่ยคลาก็นอมขณีเลง50 ปีสันหลักเตยเป็นเลงดอนมองปีกำละเมียนปวกมากกอดขังใส่เกก็บากบองอูดมือเตออ่างตึกบองพลดังอย่างแมกเทียกอดก่อย่อมให้รุดมอกรอกใส่ขณีกอดทามันอยากใส่นอกกำปงงูตึกอ่างเปียโรบซอเมื่อชุดจะบ้านนะมันอยากนี่ทั้งไงนี่มันอยากขึ้นแบบนี้ก็รุดเตอมือตามบองอูดคือทามือเรียงอยู่ได้แต่มันบานเคยเตะบองนุดกอดดังให้กอดจูบเจริญเจียงเกจึงกอดดังให้บองโกนจึงบองนุดกอดทามวยยุบยิ่งเขวียนบานเดเตในจุ่มขณีแต่มวยมันตุบนึงองกุยเลงตุลสับในยี่ขณีนึงดอลปรึกมองประมวยกันลาบานนอมขณีเด็กให้เงือบหมกวิ่งมองดับทั้งไงเปลเงือบให้หน้าคลาก่อนนอมขณีงูตึกหน้าคลางูตึกรวยให้เจงแต่ถอดรูคลาเป็นดอลมองดับทั้งไงก่อนนอมขณีเจงปีสันทาเกียเลือกก่อนนู้บายบองโอนสำหรับเรื่องทั้งนี้ก็บานหมดดอลตีบรรจบให้บานแอดมินอคุณจรานสำหรับการความตระระบบองโอนต่างออกขณีชูขณีในเพียงบรรทอเตียดสกสบายต่างออกขณี